เรื่องกระเบยขนงสรกกระเบยเปรย์កាលពីព្រេងនាយមានក្របីពីរប្រភេទមួយជាក្របីក្នុងស្រុកនិងមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាខ្លាំងណាស់ដេកស៊ីជាមួយគ្នាហើយមិនដែលឃ្លាតឆ្ងាយពីគ្នាឡើយទន្សាយដឹងថាក្របីទាំងពីរស្រឡាញ់គ្នាដូច្នេះវាក៏រកវិធីបំបែកពួកវាថ្ងៃមួយវាបានដើរទៅរកក្របីទាំងពីរហើយនិយាយថាអ្នកក្របីទាំងពីរកុំដេកស៊ីជាមួយគ្នាអីប្រយ័ត្នអ្នកស្រុកនឹងឃើញអ្នកហើយចាប់អ្នកទាំងពីរហើយប្រែប្រាស់អ្នកពេលក្របីព្រៃឮទន្សាយនិយាយបែបនេះវាក៏ភ័យខ្លាចដោយដែលទន្សាយនិយាយចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏ស៊ីនិងស៊ីដាច់ពីគ្នាក្នុងជីវិតដាច់ដោយឡែកនេះសត្វទាំងពីរតែងតែនឹកគ្នាទៅវិញទៅមកដោយស្វែងរកទីបញ្ចប់ពីព្រោះពួកវាបានរស់នៅជាមួយគ្នាជាយូរមកហើយបន្ទាប់ពីមួយរយៈក្របីទាំងពីរក៏ភ្លេចគ្នាទៅវិញទៅមកទន្សាយបានដឹងថាក្របីទាំងពីរបានបែកគ្នាហើយលែងចាំគ្នាទៅវិញទៅមកទៀតហើយដូច្នេះគាត់បានទៅរកក្របីព្រៃហើយនិយាយថាក្របីព្រៃអើយខ្ញុំបានឮថាក្របីមួយក្បាលមានកម្លាំងខ្លាំងណាស់ពួកវាកំពុងស្វែងរកដៃគូដើម្បីប្រយុទ្ធជាមួយក្របីព្រៃឮដូច្នោះក៏ខឹងយ៉ាងខ្លាំងហើយនិយាយថាអូបងទន្សាយនៅក្រោមមេឃនិងនៅលើផែនដីមានតែខ្ញុំទេឥឡូវនេះមានក្របីផ្សេងទៀតកំពុងអួតអាងថាវាខ្លាំងជាងខ្ញុំមកហៅវាមកយើងនឹងប្រយុទ្ធគ្នារហូតដល់ទីបញ្ចប់ទន្សាយបានទៅប្រាប់ក្របីក្នុងស្រុកថាបងក្របីក្នុងស្រុកក្របីព្រៃខឹងនឹងឯងខ្លាំងណាស់ពួកគេនិយាយថាឯងគួរតែទៅប្រយុទ្ធគ្នាឲ្យជិតសិនដើម្បីមើលថាឯងជានរណាទន្សាយបានឡើងលើខ្នងក្របីក្នុងស្រុកហើយឲ្យវាទៅជួបក្របីព្រៃពេលវាមកដល់ក្របីព្រៃបានស្ទុះមករកក្របីក្នុងស្រុកយ៉ាងសាហាវក្របីទាំងពីរបានប្រយុទ្ធគ្នាអស់រយៈពេលយូរវាមិនឈ្នះឬចាញ់ទេដូច្នេះពួកវាបានបែកគ្នាមួយនៅជនបទមួយទៀតនៅព្រៃពួកវាមិនបានឃើញមុខគ្នាតាំងពីពេលនោះមករហូតមកដល់សពថ្ងៃនេះគំនិតអប់រំការលោភលន់ចង់បានច្រើនពេកមិនដឹងពីរបៀបគិតតែងតែនាំមកនូវការបំភ្លេចបំផ្លាញម្យ៉ាងវិញទៀតមនុស្សសុចរិតតែងតែទទួលបានសុភមង្គលនិងសុភមង្គល